បាទសួស្តីបងប្អូនទាំងអស់គ្នានេះជួបជាមួយ admin បាទមួយនឹងរឿងថ្មីហើយជាសាច់រឿងរន្ធត់ហើយក៏ជារឿងដែលប្រកបដោយមនោសញ្ចេតនានិងការលះបង់ផងដែរបងប្អូនរឿងស្ដេចពស់កេងកងជារឿងតាំងពីសម័យបុរាណមកម្លេះហើយក៏ល្បីតគ្នាផងដែរបាទសាច់រឿងនេះគឺតែងតែចាស់គាត់តែងតែនិទានប្រាប់កូនចៅតគ្នាចឹងទៅអ្វីដែលសំខាន់ក្នុងសាច់រឿងនេះមានអ្វីខ្លះដែលធ្វើឲ្យយើងគួរចាប់អារម្មណ៍បងប្អូនអញ្ចឹងយើងស្ដាប់ទាំងអស់គ្នាអមដោយវីដេអូខាងក្រោមនេះបាទនៅភូមិចិត្តភ្នំមានសេដ្ឋីម្នាក់ឈ្មោះលោកម៉ៅដែលមានទ្រព្យសម្បត្តិស្ដុកស្ដំហូរហៀតែមានភរិយាម្នាក់ឈ្មោះនាងនាថដែលមានចំណង់ចម្លែកប្រកបដោយគ្រោះថ្នាក់នាងនាថមិនចូលចិត្តបរិភោគសាច់អ្វីក្រៅពីស៊ុតពស់ដោយនាងចាញ់កូននាងជឿជាក់ថាការបរិភោគពស់ធំនឹងធ្វើឲ្យកូននាងមានសុខភាពល្អនិងសម្រស់ស្រស់ស្អាតបាទដោយចាញ់កូនប្រពន្ធសេដ្ឋីម៉ៅបានប្រកាសផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកភូមិណាដែលអាចរកពងពស់ធំមកលក់ឲ្យគាត់បានដំបូងគឺមានតែពងពស់វែកពស់ថ្លាន់តូចប៉ុណ្ណោះតែចំណងរបស់នាងនាថកាន់តែកើនឡើងនាងទាមទារពងពស់ដែលធំជាងគេបំផុតឲ្យសេដ្ឋីក៏ដំឡើងថ្លៃកាន់តែខ្ពស់ដែរបាទទៅដល់ពេលនាងចង់បានពងពស់វាកាន់តែធំទៅអញ្ចឹងតម្លៃពងពស់ក៏ពិបាករកហើយអ្នកភូមិក៏ត្រូវការស្វែងរកកន្លែងជ្រៅដែរអញ្ចឹងសេដ្ឋីក៏គាត់ដំឡើងថ្លៃកាន់តែថ្លៃបាទទៅបានច្រើនដំឡឹងអញ្ចឹងណាអ្នកដែលបានរកពងពស់បានធំមកលក់ឲ្យប្រពន្ធសេដ្ឋីហ្នឹងហៀបលោភលន់បានលេបត្របាក់អ្នកភូមិពួកគេលែងខ្វល់ពីគ្រោះថ្នាក់ទៀតហើយគឺគិតតែពីស្វែងរកពងពស់យក្សដើម្បីបានទ្រព្យសម្បត្តិខ្លាយទៅជាអ្នកមានមួយពព្រិចភ្នែកថ្ងៃមួយព្រានព្រៃម្នាក់ឈ្មោះធឿនដែលមានភាពក្លាហានតែខ្វះការពិចារណាបានលបលួចចូលទៅក្នុងរូងមួយកន្លែងដែលជាទីសក្ការៈហើយដែលអ្នកភូមិល្បីថាជាទីលំនៅរបស់ពស់យក្សដ៏ធំមហិមាឬស្ដេចពស់កេងកងធឿនបានរកឃើញនៅសម្បុកពងពស់យក្សមួយដែលមានពងពស់ធំជាងក្បាលមនុស្សបាទអូធំមែនទែនពស់ហ្នឹងដោយមិនខ្វល់ពីសេចក្តីស្លាប់ធឿនបានលួចពងពស់ទាំងនោះយកទៅលក់ឲ្យនាងនាថក្នុងតម្លៃដ៏ថ្លៃបំផុតបាទនាងនាថសប្បាយចិត្តឥតឧបមារៀបចំចំអិនពងពស់យក្សនោះភ្លាមទន្ទឹមនឹងនេះនៅក្នុងលអាងដ៏ធំជ្រៅពស់កេងកងដ៏ធំមហិមាដែលជាស្ដេចពស់នៅតំបន់នោះបានវិលត្រឡប់មកវិញវាមានប្រវែងជាង20ម៉ែត្រមានធំដូចដើមត្នោតមានភ្នែកក្រហមឆ្អិនឆ្អៅពេលដឹងថាកូនរបស់វាបងរបស់វាបានបាត់វាក៏បញ្ចេញសំឡេងក្រហឹមគួរឲ្យព្រឺខ្លាចវាបានចាប់ផ្ដើមស្រង់ក្លិននិងរកទីតាំងនៃចៅលួចដោយភាពក្រៀវក្រោធឥតគណនាបានទីបំផុតពងពស់កេងកងបានរកឃើញនៅក្នុងផ្ទះព្រានព្រៃមួយតែប្រពន្ធរបស់ខ្លួនលួចទុកចំអិនបាទនិយាយទៅបាន3 4ហ្នឹងគឺគួរឲ្យសេដ្ឋីតែ3ទេទុក1បាទចង់ញ៉ាំខ្លួនឯងតែវាឆ្ងាញ់ប៉ុណ្ណាបាទគាត់បានញ៉ាំផងពស់ក៏មកញ៉ាំបាត់ទៅហើយវាបានរំកិលខ្លួនយ៉ាងស្ងប់ស្ងាត់ចូលទៅក្នុងផ្ទះនោះហើយបានលេបត្របាក់គ្រួសារធឿនទាំងមូលដោយមិនបានបន្សល់ទុកសូម្បីតែស្លាកណាពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិចាប់ផ្ដើមបាត់ខ្លួនជាបន្តបន្ទាប់ដំបូងពួកគេគិតថាដោយសារតែការចូលព្រៃជ្រៅពេកប៉ុន្តែនៅពេលដែលមនុស្សកាន់តែច្រើនជាពិសេសអ្នកដែលធ្លាប់រកពងពស់ឲ្យសេដ្ឋីត្រូវបានបាត់ខ្លួនយ៉ាងបាត់កំបាំងភាពភ័យខ្លាចបានគ្របដណ្ដប់លើអ្នកភូមិទាំងមូលមិនយូរប៉ុន្មានអ្នកភូមិខ្លះបានឃើញស្លាកស្នាមរំកិលដ៏ធំសម្បើមនៅលើផ្ទៃដីនិងដំណក់ទឹកមាត់របស់ពស់ជិតផ្ទះអ្នកបាត់ខ្លួនពួកគេបានដឹងការពិតដ៏រន្ធត់គឺពស់កេងកងព្រោះពួកគេដឹងច្បាស់ថាពងពស់កេងកងនោះគឺត្រូវបានប្រពន្ធសេដ្ឋីយកទៅបរិភោគយ៉ាងឆ្ងាញ់ពិសានោះឯងចឹងហើយទើបពស់កេងកងនោះគឺវាសងសឹកបាទទៅសម្រាប់អ្នកភូមិម្ដងមួយបែបនេះទេថៃម៉ៅនិងមេភូមិបានចាត់មនុស្សខ្លាំងពូកែនិងព្រានព្រៃដែលមានបទពិសោធន៍ឲ្យទៅប្រមាញ់តាត់ពស់យក្សនោះប៉ុន្តែការប្រមាញ់ទាំងនោះសុទ្ធតែបរាជ័យ
ក្រុមអ្នកប្រមាញ់ត្រូវពោះលេបឬរត់គេចមកវិញទាំងខ្លួនប្រានរងរបួសហើយនឹងភាពភ័យខ្លាចដោយអស់សង្ឃឹមសិទ្ធិបានចំណាយប្រាក់ស្វែងរកគ្រូមន្តអាគមល្បីៗពីស្រុកឆ្ងាយដើម្បីចាប់ពស់គ្រូចាប់ពស់ទាំងនោះអួតអាងពីអំណាចវេទមន្តរបស់ខ្លួនប៉ុន្តែនៅទីបំផុតពួកគេត្រូវស្ដេចពស់កេងកងលេបត្របាក់ដូចគ្នាដោយបន្សល់ទុកត្រឹមតែកំណាត់សម្ពុតយ័ន្តតែប៉ុណ្ណោះដែលពស់វាមិនចូលចិត្តស៊ីហើយវាស្វិតពេកទៅគ្រូនឹងប្រហែលជាគាត់ចេះស្ទើរអីមកទៅបានជាពស់វាអត់ស៊ីយ័ន្តវាស៊ីតែគ្រូទេថៃម៉ៅតលគុណិតនឹងខ្លាចក្រៃអំណាចពស់ក៏បានសម្រេចចិត្តដ៏សាហាវឃោឃៅមួយគាត់បានប្រាប់មេភូមិថាដើម្បីរក្សាអ្នកភូមិភាគច្រើនឲ្យនៅរស់រានគឺត្រូវតែចាប់អ្នកភូមិម្នាក់ម្នាក់ម្ដងយកទៅបូជាថ្វាយជាចំណីពស់ឲ្យដាក់នៅនឹងមាត់ល្អាងជារៀងរាល់ថ្ងៃក្នុងចំណោមអ្នកភូមិដែលរងទុក្ខមានយុវជនម្នាក់ឈ្មោះនាយសំដែលជាកំឡោះមានចំណេះដឹងខ្ពង់ខ្ពស់មានគូដណ្ដឹងឈ្មោះនាងនីតាជាកូនស្រីរបស់តាសានតែរស់នៅក្នុងភូមិនោះដែរថ្ងៃមួយដល់វេនគ្រួសារតាសានដែលត្រូវបូជាទេថៃបានសម្រេចចិត្តថានាងនីតាត្រូវតែជាចំណីរបស់ពស់ជាបន្ទាប់ហៀបតក់ស្លុតបានក្រោតដណ្ដប់លើគ្រួសារនេះនាយសំដែលរស់នៅក្នុងភូមិឆ្ងាយបន្តិចបានមកលេងគូដណ្ដឹងរបស់ខ្លួនពេលបានដំណឹងដ៏អាក្រក់នេះសំខឹងសម្បាយ៉ាងខ្លាំងហើយបានទៅរកសេដ្ឋីម៉ៅដល់ផ្ទះដោយមិនបងអង្គយូរសំគឺជាក្មេងដែលចេះមុនវិជាការបន្តិចបន្តួចអ្វីដែលពិសេសនោះគឺសំអាចចេះភាសាសត្វនិងតាក់ទងជាមួយសត្វបានគាត់អាចយល់ពីអ្វីដែលសត្វបាននិយាយលោកសេដ្ឋីសូមលោកដោះលែងនីតាជាបន្ទាន់សំនិយាយដោយសំឡេងមើងម៉ាត់សេដ្ឋីម៉ៅសោចំអកដោយទឹកមុខមើងងាយឯងជានរណាបើឯងអាចចាប់ស្ដេចពស់យក្សនោះបានហើយយកវាមកដាក់ក្នុងទ្រុងនៅមុខផ្ទះអញនឹងដោះលែងនាងបើមិនដូច្នោះទេនីតាត្រូវតែទៅជាចំណីពស់នៅថ្ងៃស្អែកនេះហើយតំបានដឹងគំនិតអាក្រក់និងភាពកំសាករបស់សេដ្ឋីគាត់ក៏សម្រេចចិត្តយល់ព្រមដោយដឹងថាផ្លូវតែមួយគត់គឺដើម្បីជួយនីតាដើម្បីដោះស្រាយបញ្ហានេះដល់ឫសគល់នាយសំបានចេញដំណើរទៅកាន់លអាងភ្នំដ៏ជ្រៅដែលជាទីរបស់ស្ដេចពស់កេងកងបរិយាកាសនៅក្នុងលអាងត្រជាក់ស្រេកមានក្លិនស្លឹករុក្ខជាតិរលួយសំបានអង្គុយយ៉ាងស្ងៀមស្ងាត់នៅមាត់លអាងហើយចាប់ផ្ដើមសូត្របាលីនិងមន្តវិជ្ជាហៅសត្វមិនយូរប៉ុន្មានសំឡេងកកិតរបស់ពស់កេងកងបានបន្លឺឡើងពស់កេងកងបានរំកិលខ្លួនចេញពីទីងងឹតភ្នែករបស់វាបញ្ចេញពន្លឺគួរឲ្យខ្លាចអូនមនុស្សតើឯងមកទីនេះដើម្បីស្លាប់មែនទេពស់កេងកងនិយាយជាភាសាសត្វដែលសមយល់បានសំមិនបានភ័យខ្លាចឡើយគាត់បានឆ្លើយដោយគោរពបពិតស្ដេចពស់កេងកងទូបង្គំមកទីនេះមិនមែនដើម្បីប្រមាញ់ព្រះអង្គទេគឺដើម្បីដឹងការពិតហេតុអ្វីបានជាព្រះអង្គសម្លាប់អ្នកភូមិស្លូតត្រង់ជាច្រើនដូច្នោះស្ដេចពស់កេងកងបានរៀបរាប់ទាំងកំហឹងពួកវាមិនស្លូតត្រង់ទេពួកវាបានលួចកូនរបស់អញកូនដែលកំពុងតែត្រៀមនឹងញាស់ត្រូវបានពួកវាយកទៅដិតបរិភោគដោយភរិយាសេដ្ឋីអាក្រក់នោះក្រតកម្មនេះត្រូវតែសងដោយជីវិតតំបានស្ដាប់ដោយយកចិត្តទុកដាក់ពេលនោះគាត់បានយល់ច្បាស់ពីឫសគល់នៃបញ្ហាភាពលោភលន់របស់សេដ្ឋីនិងភរិយាទូលបង្គំយល់ពីការឈឺចាប់របស់ព្រះអង្គការសងសឹកដោយការស៊ីអ្នកភូមិស្លូតត្រង់មិនមែនជាយុត្តិធម៌ឡើយតាមនិយាយព្រះអង្គយល់ព្រមធ្វើកិច្ចសន្យាជាមួយទូបង្គំទេទូបង្គំនឹងជួយព្រះអង្គឲ្យសងសឹកនឹងសេដ្ឋីនិងភរិយាអាក្រក់នោះដែលជាអ្នកបង្កហេតុពិតប្រាកដព្រះអង្គពស់កេងកងស្កាត់មួយសន្ទុះរួចក៏យល់ព្រមវាបានរៀបផែនការជាមួយនឹងសំពស់កេងកងនឹងធ្វើពុតជាស្លាប់ដោយឲ្យសំចាប់ដើម្បីយកទៅបង្ហាញសិទ្ធិនេះជាមធ្យោបាយតែមួយគត់ដើម្បីចូលដល់ផ្ទះសិទ្ធិដោយគ្មានការសង្ស័យនាយសំបានត្រឡប់មកភូមិវិញទាំងអស់ពស់កេងកងដែលដេកស្ងៀមស្ងាត់
ជាមួយនឹងអ្នកភូមិ4 5នាក់ទៀតនៅលើរទេះគោ3 4ដាក់តម្រៀបគ្នាដោយសារតែពស់នោះមានទំហំធំមហិមាធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលនិងភ័យខ្លាចញាប់ញ័រអំបានទៅដល់មុខផ្ទះសេដ្ឋីហើយប្រកាសពីជ័យជំនះរបស់ខ្លួនសេដ្ឋីម៉ៅនិងនាងនាថសប្បាយចិត្តឥតឧបមាពួកគេសរសើរសមហើយក៏បានដោះលែងនាងនីតាភ្លាមដែរសេដ្ឋីម៉ៅបញ្ជាឲ្យសមទុកទោះនៅក្បែរផ្ទះដើម្បីអួតពីស្នាដៃរបស់ខ្លួននាព្រឹកថ្ងៃស្អែកនាពាក់កណ្ដាលរាត្រីពេលដែលសេដ្ឋីម៉ៅនិងនាងនាថកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ដាច់ពស់កេងកងក៏បានរើខ្លួនឡើងវិញវាបានលូនចូលទៅក្នុងផ្ទះយ៉ាងស្ងាត់ស្ងៀមដាច់ពស់កេងកងបានទៅដល់បន្ទប់ដេករបស់សេដ្ឋីហើយវាបានបើកមាត់យ៉ាងធំលេបត្របាក់សេដ្ឋីម៉ៅនិងភរិយាលោភលន់របស់គាត់នាងនាថយ៉ាងរហ័សភាពលោភលន់ដែលចាប់ផ្ដើមដោយហូបពងពោះបានបញ្ចប់ដោយពស់ជានាពេលព្រឹកឡើងអ្នកភូមិបានឃើញព្រឹត្តិការណ៍ដ៏រន្ធត់នៅផ្ទះសេដ្ឋីពួកគេបានដឹងរឿងរ៉ាវទាំងមូលតែគ្មានអ្នកណាម្នាក់ហ៊ានបន្ទោសពស់កេងកងឡើយនាយសំបានជួបជុំជាមួយគូដណ្ដឹងរបស់គាត់នាងនីតាដោយក្តីស្រឡាញ់និងភាពកក់ក្ដៅអ្នកភូមិអបអរសាទរសំដែលបានជួយសង្គ្រោះពួកគេពីភាពភ័យខ្លាចនិងសេចក្តីស្លាប់ដាច់ពស់កេងកងបានរំកិលខ្លួនត្រឡប់ទៅល្អាងភ្នំរបស់ខ្លួនវិញហើយបានសន្យាជាមួយសំថាវានឹងលែងស៊ីមនុស្សទៀតហើយដរាបណាគ្មាននរណាម្នាក់រំខានដល់គ្រួសាររបស់វាឬរំលោភលើច្បាប់ព្រៃនោះអ្នកភូមិដែលធ្លាប់តែគ្របដណ្ដប់ដោយស្រមោលងងឹតឥឡូវបានធ្វើត្រឡប់ទៅរកសេចក្តីសុខសាន្តវិញហើយដោយសំជាវីរៈបុរសដែលមិនត្រឹមតែចេះចាប់ពស់ប៉ុណ្ណោះទេថែមទាំងចេះស្វែងរកយុត្តិធម៌ដ៏ពិតប្រាកដទៀតផងរឿងស្ដេចពស់កេងកងបានបញ្ចប់ត្រឹមនេះបាទធ្វើអ្វីក៏ដោយកុំលោភលន់ពេកបាទទាំងអ្នកភូមិទាំងប្រពន្ធសេដ្ឋីនោះបាទថាបរិភោគពងពោះឲ្យកុំចង់បានកាន់តែធំទៅណាអានេះជំរុញឲ្យដល់តែប៉ះចំមករបស់គេធំមែនតែនវាគ្រោះថ្នាក់ទៅដល់ខ្លួនបាទចឹងហើយបានថាពេលខ្លះចំណងរបស់យើងហ្នឹងគឺយើងទប់អត់ជាប់បាទមានហើយយើងចង់មានទៀតពេលខ្លះកន្លែងតែចង់មាននោះផ្លេចសម្រាប់បាទផ្លេចឈប់សម្រាប់អូខេសម្រាប់សាច់រឿងនេះគឺយើងមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនដែលបានស្ដាប់ទាំងទស្សនាតាំងពីដើមរហូតដល់ចប់បាទអញ្ចឹងជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាកិច្ចការអ្វីបានជោគជ័យសម្រាប់ admin ក៏ចង់ឲ្យជោគជ័យដែរព្រោះ admin channel អត់ទាន់គ្រប់គោលការណ៍ទេបងប្អូនឥឡូវគ្រប់ម៉ោងហើយអរគុណមែនតើប៉ុន្តែ follower គឺអត់ទាន់គ្រប់ទេមួយរយៈនេះគឺធ្លាក់ view មែនតើអញ្ចឹងសង្ឃឹមថាសាច់រឿងបន្តទៀតនឹងធ្វើឲ្យ channel admin ឆាប់ផ្ទុះឆាប់បានគ្រប់គោលការណ៍បាទបងប្អូនហើយមានកម្លាំងចិត្តសម្រាប់រឿងឲ្យកាន់តែច្រើនទៅមុខទៀតសូមបងប្អូនជួយ like follow និង comment បាទបានច្រើនបាទអរគុណច្រើនសម្រាប់ការទស្សនាពីដើមដល់ចប់បាទជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណ